សូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរដ្ឋដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពកាលទាំងពួងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមចម្រើនពរញាតិញោមរស់នៅឯនេះសមុទ្រគ្រប់តំបន់គ្រប់ទិសទីទាំងអស់ហើយនេះគឺត្រូវនៅថ្ងៃទី26ក៏ត្រូវនៅថ្ងៃទី26ខែវិច្ឆិកាពុទ្ធសករាជ2569គឺសករាជ2025ហើយសកម្មភាពក្នុងការចាក់សសរព្រះវិហារជាន់ទី1សូមញាតិញោមចាស់ទានអនុមោទនានេះគឺថ្ងៃនេះយើងកឡើងពុំចំនួន8ពុំញាតិញោមកឡើង8ពុំហើយយើងត្រៀមចាក់ម្ដងមកជួឲ្យហើយតែម្ដងតែអនិច្ចានៅខ្វះដែកប្រហែលជា30សសរទៀតញាតិញោមខ្វះដែក30សសរទៀតតសុំពីវនីវញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមបិណ្ឌបាតញាតិញោមជួយជាពិសេសគឺថាញាតិញោមដែលតែងតែមានឧបការៈមានការជួយជ្រោមជ្រែងទំនុកបំរុងមកយូរលង់ណាស់មកហើយក៏សូមញាតិញោមជួយបន្តទៀតសូមអនុមោទនាហើយក៏ជ្រះថ្លាទទួលយកមហាកុសលគ្រប់គ្នានេះយើងចាក់រួចហើយយើងត្រូវលុបដីកពស់ហ្នឹងញាតិញោមលុបដីពោព្រះវិហារនេះគឺចម្រើនពរញាតិញោមថាមិនទៀបទេអត់ទៀបទេគឺខ្ពស់ជាងគាត់កំពុងតែមានញឹកក្នុងការងារមានញឹកនេះខ្ពស់ហើយញាតិញោមសធំណាសូមញាតិញោមអនុមោទនាជួយបន្ថែមជួយបន្តទៀតខ្វះដែកប្រហែលជា90ដើមទៀតបានចាក់សសរនេះគ្រប់60ដើមខ្វះដែក90ដើមអញ្ចឹងបានដែក90ដើមបានយើងបន្តចាក់បន្តទៀតសូមញាតិញោមពុទ្ធបរិស័ទម្ចាស់ទានសូមញាតិញោមជួយបន្ថែមមួយដើម10រៀលទេបើមិននេះទេជួយកន្លះតោនក៏បាន1តោនក៏បានញាតិញោមតាមសទ្ធានេះគឺទស្សនវិជ្ជាថ្ងៃនេះយើងចាក់8ដើមញាតិញោមហើយយើងរៀបពុំឲ្យបាន8ដើមហើយយើងចាក់តែម្ដងណាកូននេះគឺសកម្មភាពខាងជាងក្រុងសានេះមេជាងធំចាំការនៅក្នុងវត្តដេតនេះមេជាងងើបមកទៅមើលនេះខាងក្រុងពុំពុំញាតិញោមយើងចំណាយច្រើនណាស់ជាងសាពុំសព្រះវិហារញាតិញោមណាហើយវត្តយើងនេះអត់មានទេយើងឆែកម៉ាស៊ីនទេយើងអត់មានភ្លើងរត់មកដល់ហ្នឹងយើងឆែកម៉ាស៊ីនខាងពុំញាតិញោមប្រាកដខាងពុំនៅខាងតឡើងសូមអរគុណហើយសូមជូនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាសូមឲ្យសុខសប្បាយរកទទួលទានមានបានសូមអរគុណ